សូមជម្រាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងសូមបន្តនៅមេរៀនរបស់យើងទៅនឹងការប្រើប្រាស់កម្មវិធី AutoCAD អូខេតែមេរៀនថ្ងៃនេះខ្ញុំលើកបង្ហាញនៅ comment បន្តចំនួន2ដែលតើតឹងនឹង comment break ហើយនឹង comment join នេះគឺយើងប្រើប្រាស់វាដូចម្ដេចប៉ុន្តែមុននឹងចូលដល់ការប្រើប្រាស់វាគឺខ្ញុំសូមធ្វើលំហាត់មួយសិនបង្ហាញបងប្អូនបានលំហាត់មួយនេះអញ្ចឹងលំហាត់មួយនេះតើយើងគូសវាដូចម្ដេចលំហាត់មួយនេះវាមានវាឲ្យកាំរីរង្វង់ធំនេះគឺ50ប៉ុន្តែរង្វង់នេះរង្វង់4នេះគឺវាអត់ឲ្យទេហើយរង្វង់តូចៗនេះក៏វាអត់ឲ្យដែរអញ្ចឹងយើងគូសមិនអានេះគឺយើងមិនចាំបាច់ស្គាល់កម្មទេយើងគូសរង្វង់នេះកាត់ពីចំណុចនៅលើកាត្រង់របស់រង្វង់ធំនេះកាត់ចំណុចផ្ចិតហើយនឹងកាត់ចំណុចចាប់នៃកាត្រង់ទី1អានេះដូចគ្នាដែរគឺចំណុចវានេះអូខេឥឡូវយើងចាប់ផ្ដើមយើងគូសរង្វង់ដែលមានកម្ម50បងប្អូនប្រើគេ cycle ហើយចុចនៅលើចំណុចណាមួយនៅលើផ្ទៃនេះហើយបងប្អូនវាថា50អូខេហើយយើងចុច space មកអូខេយើងធ្វើម្ដងទៀតគឺ cycle ហើយបងប្អូនវាលេខគេគឺ50បាទចុច space មកនេះរង្វង់នេះវានៅទីនេះបាទឥឡូវខ្ញុំដោយសារវាធំពេកមិនខ្ញុំលុបចោលមួយបាទនេះdouble click mouse ក្តារដើម្បីវារួមតបមកអ្វីដែលបងប្អូនត្រូវធ្វើបន្តទៀតគឺបងប្អូនដូចខ្ញុំបង្ហាញមិញហ្នឹងយើងត្រូវគូសរង្វង់មួយដែលកាត់ត្រង់នេះកាត់ផ្ចិតហ្នឹងកាត់ត្រង់ទី1ចំណុចចាប់នៃកាត់ត្រង់ទី1អញ្ចឹងយើងបងប្អូនហៅយក comment cycle មកប្រើទៀតបន្តមកទៀតបងប្អូនវាគេកន្លែងនេះកាត់ពីចំណុចគឺយើងវាពីប៉ែហើយចុច space បន្តមកទៀតបងប្អូនចុច C បញ្ចុះ click មកស្ដាំហើយបងប្អូនយកចំណុចចាប់មួយគឺនេះគឺ tangle នេះបងប្អូនយកដាក់នៅលើចំណុចនេះមួយចុចលើនេះមួយចុចនៅលើផ្ចិតនៃរង្វង់នេះមួយមកវានឹងគូសបានឬក៏ដូចខ្ញុំបង្ហាញអញ្ចឹងអានេះខ្ញុំអាចលុបចោលខ្ញុំធ្វើសាកថ្មីអានេះគឺអានេះយើងគូសលឿនណាអញ្ចឹងបងប្អូនវាពីតែ cycle ហើយយើងវាពីតែ2ប៉ែប៉ុន្តែបើសិនជាបងប្អូនយកមកគូសនៅលើនេះបងប្អូនឃើញចំណុចមួយវាឲ្យចំណុចកាត់ត្រង់ចាប់នៅលើនេះបាទឃើញអញ្ចឹងខ្ញុំអស់វាមកនេះមកអញ្ចឹងវានឹងបង្ហាញផ្ចិតនៃរង្វង់នេះផ្ចិតនៃរង្វង់នេះកន្លែងនេះបូនចុច space មកដើម្បីផ្ដាច់វាអញ្ចឹងនៅទីនេះគឺយើងបើសិនជាបងប្អូនមើលនេះគឺវាចំណុចប៉ះវានៅនេះអូខេតមកទៀតយើងអាច copy រង្វង់ហ្នឹងខ្ញុំដាក់នៅ comment ចោលខ្ញុំ select copy នៃរង្វង់ហ្នឹងប៉ុន្តែមិញដោយសារតែយើងគូសយើងមើលនៅ object snap នៅលើវាអូខេបាន object snap នៅលើវាតែបើសិនជាបងប្អូនអត់បានគ្រានេះទេគឺវាអត់ស្គាល់នៅចំណុចប៉ះនៃរង្វង់2នេះទេតោះខ្ញុំធ្វើការ copy រង្វង់នេះខ្ញុំធ្វើការ copy រង្វង់នេះយើង copy ចំណុចនេះអូខេចំណុចនេះហើយបងប្អូនមកដាក់ប៉ះនៅចំណុចនេះអូខេពេលយើងដាក់ទៅវាបង្ហាញចំណុចប៉ះនៃរង្វង់បាទតមកទៀតគឺបងប្អូនធ្វើការ copy នឹងរង្វង់មួយណាក៏បានដែរតមកទៀតខ្ញុំ copy នឹងរង្វង់នេះហើយខ្ញុំបាទខ្ញុំយកពី copy មកបងប្អូនចុចលើនេះហើយអានេះគឺវាជាប់ F8 ខ្ញុំដាក់ F8 ចោលអូខេខ្ញុំដាក់ចំណុចនេះយើង zoom វាធំមកវានឹងបង្ហាញចំណុចនេះអូខេដល់មកទៀតគឺខ្ញុំ copy រង្វង់ខាងលើនេះមកខាងក្រោមក៏បានដែរខ្ញុំ copy វាមក copy រង្វង់នេះអូខេចុចនេះគឺវាជ្រុលខ្ញុំធ្វើការ copy ថ្មី select លើរង្វង់នេះជាពី copy copy នៅរង្វង់នេះនៅរង្វង់នេះយើងទាញវាមកក្រោមមកបាទយើងរើមើលចំណុចនេះអូខេចំណុចមានមើលចំណុចដែលមានរូបមួយមានសំទោសមានសញ្ញាបូកហើយមានរាងចតុកោណកែងប៉ុន្តែវាបាទអូខេពេលយើងចុចលើនេះវានឹងបង្ហាញយើងនៅទីនេះបាទរូបបែបនេះអូខេរូបនេះបាទរូបនេះអូខេតោះនេះយើងអាចគូសបាននៅរង្វង់បែបហ្នឹងហើយបងប្អូនឃើញរង្វង់បែបហ្នឹងដែលវាមានរង្វង់នេះ4អូខេរង្វង់4កាត់ផ្ចិតនៃរង្វង់ធំឲ្យប៉ះជាមួយនឹងរង្វង់ធំតទៅទៀតបងប្អូនត្រូវការគូសឲ្យគេនៅរង្វង់តូចនេះរង្វង់តូចនេះប៉ុន្តែនៅរង្វង់កណ្ដាលមួយទៀតរង្វង់ធំកណ្ដាលនេះរង្វង់ធំកណ្ដាលបងប្អូនគូសមិនរង្វង់ធំកណ្ដាលហ្នឹងគឺយើងយក cycle ធម្មតាហើយយើងចុចនៅលើដើម្បីគូសបានខ្ញុំយកវាមកប៉ះសំទោសរង្វង់កណ្ដាលគឺយើងគូសឲ្យគេយើងគូសកាត់រង្វង់ធំហើយវាកាត់នឹងផ្ចិតនៃរង្វង់តូចនេះបងប្អូនឃើញ
បាទកាត់បញ្ជាក់នៃរង្វង់ទៅខ្ញុំគូ cycle ខ្ញុំប៉ះលើរង្វង់ធំនេះអូខេសុំទោសគឺវាចេញអញ្ចឹងបាទ cycle អូខេទៅមកទៀតគឺបាទចុះអីចេះខ្ញុំធ្វើសារថ្មីអូខេអត់សុំទោសមិញវាជាប់ខ្ញុំវាយច្រឡំ comment បងប្អូនយើងប៉ះរង្វង់នេះមកវានឹងបង្ហាញចំណុចចាប់បាទចំណុចចាប់វានៅទីនេះនៅចំណុចកណ្ដាលនេះបងប្អូនយើងគូមកយើងមកប៉ះនៅត្រង់ចិត្តនៃរង្វង់4នេះបាទនេះគឺវានឹងកាត់បាន4ចំណុចនៅលើរង្វង់នេះតមកទៀតអ្វីដែលបងប្អូនត្រូវគូយើងគូរង្វង់តូចនេះដែលប៉ះពីចំណុចនៅលើរង្វង់នេះអូខេប៉ះចំណុចប៉ះរង្វង់ធំក៏បានប៉ះរង្វង់នេះក៏បានរង្វង់នេះក៏បានហើយយើងបងប្អូនវាគេ cycle អូខេខ្ញុំ escape ដោះវាចោល cycle វា2ពេអូខេហើយខ្ញុំចុចនៅលើនេះមួយហើយខ្ញុំចុចលើនេះមួយតែមុនបងប្អូនចុចលើនេះយើងរួមវាខ្ញុំត្រូវ set សារថ្មីអញ្ចឹងបើសិនជាយើងអត់ប្រយ័ត្នទេវាអាចនឹងអត់ប៉ះតែខ្ញុំវា2ពេអូខេខ្ញុំវា cycle ហើយវា2ពេហើយបងប្អូនចុច C បញ្ចប់ហើយចុច click មកស្ដាមហើយបងប្អូនយកនេះយករូបនេះអូខេយករូបនេះមកយើងបាច់ចូលបាទចុចនៅនេះមកវានឹងឃើញចំណុចប៉ះជាមខានអានេះគឺយើងអាចធ្វើការ copy ឬក៏យើងអាចធ្វើការកុសវាក៏បានតែយើងធ្វើការ copy វាបាទខ្ញុំចុចនៅលើ object ហ្នឹងខ្ញុំធ្វើការ copy វាអញ្ចឹងយើង copy ចំណុចនេះហើយយើងយកវាមកអូខេអានេះសុំទោសពេលយើងធ្វើការ copy យើង copy ចំណុចនេះមកដាក់ចំណុចនេះមិនត្រូវអូខេយើង copy បាទខ្ញុំយកវាមកប៉ះនៅចំណុចនេះតែអានេះគឺយកវាមកប៉ះនៅចំណុចនេះអូខេអានេះយើងអាច zoom មើលវាប៉ះឬប៉ះវាប៉ះអានេះអញ្ចឹងវាប៉ះអញ្ចឹងខ្ញុំអាច copy ខាងលើមួយទៀត copy ខាងលើនេះមកបាទ copy វាអញ្ចឹងយើងយកចំណុចនេះដើម្បី copy វាមកដាក់មកប៉ះចំណុចនេះអូខេវាបង្ហាញចំណុចប៉ះសិនបាទនេះវងយើងអាចគូសបែបហ្នឹងបានអញ្ចឹងវាមានរបៀបនៃការគូសផ្សេងគ្នាបងប្អូនអាចមើលបានវាមិនមែនគូសតាមវិធីហ្នឹងមួយទេបាទរូបហ្នឹងគឺគេគូសបែបហ្នឹងអញ្ចឹងខ្ញុំសូមបន្តទៅមេរៀនយើងមួយទៀតហើយតើតើទៅនឹងការប្រើប្រាស់នៅ command មួយទៀតគឺ command bridge ហើយនឹង command join នេះ command នេះគឺប្រើសម្រាប់កាត់ object ពីចំណុចផ្សេងគ្នាហើយនេះគឺសម្រាប់ភ្ជាប់ object ដែលស្ថិតនៅលើបន្ទាត់តែមួយអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថាលើបន្ទាត់មួយខ្ញុំចង់គូសនៅលើបន្ទាត់មួយខ្ញុំប្រើប្រាស់នៅ command line ខ្ញុំចុច space មកអញ្ចឹងដូចវាបានបង្ហាញវាសម្រាប់ធ្វើការកាត់នៅ object មានកាត់នៅរូបភាពរបស់យើងកាត់ពីចំណុចអូខេខ្ញុំចុចពី command bridge នៅលើនេះវានឹង load ឲ្យយើងតែម្ដងតោះចុច space បងប្អូនចុចលើចំណុចនេះមួយហើយមកចុចកន្លែងទីតាំងហើយយើងចង់កាត់វាអូខេចុចលើនេះវានឹងកាត់ឲ្យយើងអញ្ចឹងធ្វើម្ដងទៀតចុចលើនេះហើយចុចចង់ចំណុចនេះគឺវានឹងធ្វើកាត់ឲ្យការកាត់ឲ្យយើងអូខេបងប្អូនឃើញខ្ញុំ zoom វាខ្ញុំចុចនៅត្រង់ចំណុចនេះមួយមកចុចនៅត្រង់ចំណុចនេះមួយអូខេអានេះគឺយើងដោះនៅ command វាចោលហើយមែនឥឡូវខ្ញុំធ្វើសារថ្មីចុច command line មួយអញ្ចឹងបាទខ្ញុំចុច BR ហើយចុចនៅទីនេះចុចទីនេះខ្ញុំចង់កាត់មកត្រង់ចំណុចនេះបាទឃើញគឺវាកាត់បានតែម្ដងខ្ញុំ back ទៅវិញ control set មួយទៀតនៅពេលដែលយើងធ្វើការវានៅ command bridge អូខេយើងចុចនៅលើ object នេះអញ្ចឹងវា load នៅកន្លែងនេះមួយវាដាក់ថា first point ឥឡូវយើងធ្វើការឧទាហរណ៍យើងចង់កាត់ first point យើងចុចនៅទីតាំងយើងចុចនៅគេចំណុចចែករង្វង់ជាចែកអង្កត់ជា2ហើយយើងមកចុចនៅទីនេះអូខេបាទដោយសារខ្ញុំចុចជាប់លើខ្ញុំធ្វើសារថ្មីអញ្ចឹងបងប្អូនចុច bridge command bridge ចុចទៅលើនេះនេះគឺជាចំណុចចាប់ផ្ដើមហើយបាទអូខេអញ្ចឹងអានេះគឺគេប្រើក្នុងលក្ខខណ្ឌមួយថាយើងស្គាល់ចំណុចចាប់ផ្ដើមនៅលើនេះយើងចុចចង់ចំណុចទី1នេះចំណុចទី2អញ្ចឹងបងប្អូនអាចវាតែអក្សរ F ហើយចុច enter ហើយយើងចុចចំណុចនេះអូខេហើយចំណុចនេះហើយបងប្អូនមកចុចចំណុចចុងនេះគឺវាការលុបបងប្អូនឃើញអញ្ចឹងខ្ញុំធ្វើសារថ្មីវាថា command bridge ហើយ select នៅលើ object នេះ
ចានេះវានឹងចែកឯវាមានចំណុចចែកកត់ចិត្តទី2បន្ទាប់មកទៀតបងប្អូនវាសអាងហើយយើងចុចចំណុចនេះហើយយើងមកចុចចំណុចនេះគឺវានឹងធ្វើការលុបអូខេនេះគឺវាខុសគ្នាបន្តិចពីចំណុចមុនដែលខ្ញុំតើតើព្រិចនេះគឺបើសិនជាយើងប្រើប្រាស់វាធម្មតាយើងចុចចំណុចទី1មកចុចចំណុចទី2វានឹងធ្វើការលុបតែម្ដងបន្ទាប់ពីនេះមកគឺអានេះបើសិនជាពេលយើងធ្វើការលុបយើងចង់ភ្ជាប់វាវិញយើងធ្វើម៉េចបងប្អូនឃើញបើសិនជាយើងចង់ភ្ជាប់នៅលើ object ទាំងអស់នេះវិញយើងប្រើប្រាស់នៅ command មួយទៀត command មួយដែលវាមានថា command join មិនដែលខ្ញុំបង្ហាញនេះចុច space ឃើញបងប្អូនឃើញពីភ្ជាប់វាភ្ជាប់នៅលើ object ទាំងអស់ឥឡូវខ្ញុំ control set មកវិញអញ្ចឹងទៅដល់ពេលដែលយើងកាត់ហើយយើងចង់ភ្ជាប់ object នេះភ្ជាប់ object នេះគឺយើងធ្វើអីគេយើង select លើ object នេះទាំងអស់មកហើយយើងពីទៅ join ហើយយើងចុច space ទៅវានឹងធ្វើការភ្ជាប់ឲ្យយើង select លើនេះយើងចុច join មកគឺវានឹងការភ្ជាប់ឲ្យយើងការភ្ជាប់នៅក្នុងលក្ខខណ្ឌ join នេះគឺវាសម្រាប់ភ្ជាប់តែស្ថិតនៅលើបន្ទាត់តែមួយទេប៉ុន្តែបើសិនជាវាមិនស្ថិតនៅលើបន្ទាត់តែមួយទេတော့ខ្ញុំបែកវាទៅបន្ទាត់នេះអញ្ចឹងខ្ញុំចាក់ទាញវាកោងខ្ញុំបានឃើញបាទសុំទោសខ្ញុំដាក់ command ចោលនៅបន្ទាត់នេះខ្ញុំចាប់ទាញវាកោងអញ្ចឹងបាទនេះសុំទោសទាញវាកោងឬក៏អូខេអានេះទាញវាកោងហ្នឹងមកអានេះឧទាហរណ៍បន្ទាត់ពីហ្នឹងគឺវាអត់នេះទេបងប្អូនឃើញទេគឺវាអត់ស្ថិតនៅក្នុងប្លង់តែវាស្ថិតនៅក្នុងវាមិនស្ថិតនៅលើបន្ទាត់តែមួយនៅពេលដែលយើង select ហើយបងប្អូន join នៅលើវាហ្នឹងគឺវាអត់បន្តយើងទេឬក៏នេះវាបែបនេះចឹងណាអូខេខ្ញុំគូសបន្ទាត់មួយបាទដូចតែខ្ញុំគូសបន្ទាត់មួយចឹងបងប្អូនចង់ join អាវាពីរនេះយើង join ឲ្យវាក៏វាមិនភ្ជាប់ឲ្យយើងដែរហេតុអីគឺវាអត់ស្ថិតនៅលើបន្ទាត់តែមួយទេអញ្ចឹង join បានក្នុងករណីដែលវាស្ថិតនៅលើបន្ទាត់តែមួយអូខេនេះគឺខ្ញុំស្គាល់ថាបងប្អូននឹងយល់ហើយនៅមេរៀនក្រោយប៉ុន្តែមុនខ្ញុំបញ្ចប់មេរៀនហ្នឹងខ្ញុំសូមប្រាប់បងប្អូនតើតើទៅនឹងចំណុចមេរៀនមុនដែលខ្ញុំតើតើការប្រើប្រាស់នៅ command មួយដែលវាមាន stream សម្រាប់កាត់គឺវាមានសារៈប្រយោជន៍ហើយនឹង command extend ដែលខ្ញុំបង្ហាញនៅមេរៀនមុនក៏វាមានប្រយោជន៍ដូចគ្នាគេដូចជា command stream ដែលខ្ញុំបង្ហាញនៅមេរៀនមុនហ្នឹងដោយសារខ្ញុំអត់បាននិយាយថ្ងៃមុនខ្ញុំមើលវីដេអូទៅអត់បាននិយាយចំណុចហ្នឹងឧទាហរណ៍ថាពេលដែលបងប្អូន stream តើតើការកាត់យើងចង់កាត់ចំណុចនេះដោយធៀបជាមួយនឹងគេធៀបជាមួយនឹងបន្ទាត់នេះបាទអញ្ចឹងបើសិនជាបងប្អូនចង់កាត់វាធៀបជាមួយបន្ទាត់នេះបងប្អូនចុចនៅលើបន្ទាត់នៃ object នេះហើយបងប្អូនយកពាក្យថាអូខេ trim មកហើយបងប្អូនមកចុចនៅលើនេះគឺវានឹងលុបតែម្ដងអូខេអញ្ចឹងយើងចង់កាត់វាធៀបនឹងបន្ទាត់ហ្នឹងអូខេដូចជាខ្ញុំចង់កាត់អានេះខ្ញុំចង់កាត់នេះធៀបនឹងបន្ទាត់នេះហើយខ្ញុំចុចនេះគេ trim នៅលើវាហើយខ្ញុំចុច select នៅលើវាមកវានឹងធ្វើកាត់លុបចំណែក command extend ដែលខ្ញុំបង្ហាញនៅមេរៀនមុនគឺវាហៅថាការភ្ជាប់បាទ command extend នៅពេលដែលយើងប្រើប្រាស់នៅ trim នៅលើវាវាឲ្យយើង select នេះយើង select object មុននេះខ្ញុំអានេះឧទាហរណ៍ពេលដែលបងប្អូនចង់ភ្ជាប់នេះយើងធម្មតាយើង select នៅលើ object នេះហើយយើងចុចពី extend លើវិញចុច space តមកទីចុចបន្ទាត់នេះដែលយើងចង់ភ្ជាប់នេះឃើញចុចភ្ជាប់នេះបន្ទាត់នេះដែលយើងចង់ភ្ជាប់មកហើយមួយទៀតពេលដែលយើងធ្វើការ trim នៅលើវាបងប្អូនចុច select លុប select ចឹងអូខេអានេះវាមិនឲ្យលុបទេខ្ញុំ trim ខ្ញុំចុច escape ដោះចោល trim នៅលើវាមកអានេះវាអត់ឲ្យលុបទេប៉ុន្តែអានេះបើដើម្បីលុបបានយើងចុច select នៅ object ពីរនេះហើយយើងចុចពី trim នៅលើនេះមកហើយបងប្អូនអាចចុចលុបវាបានឃើញទេប៉ុន្តែមុននឹងលុបនៅលើនេះគឺវាមាននៅវាបោះនៅ message មួយទៀតវាដាក់ថាយើងចុច select នៅលើ object នេះយើងអាចធ្វើការកាត់វាបានហើយប៉ុន្តែបើសិនជាយើងចង់ភ្ជាប់វាវិញគឺយើងអាចចុច shift select នេះគឺយើងប្រើប្រាស់ដូចជា extend សម្រាប់ភ្ជាប់អញ្ចឹងយើងចុច shift ហើយយើង select នៅលើវាអូខេឃើញបងប្អូនឃើញវានឹងភ្ជាប់ឲ្យយើងវិញតែបើយើងចុចអត់ចុច shift ទេវានឹងលុបតែបើយើងចុច shift ទៅវានឹងភ្ជាប់ឃើញបាទនេះគឺជាគន្លឹះក្នុងការប្រើប្រាស់នៅពេលដែលយើងគូសរូបឲ្យវាមានភាពលឿនហើយនឹងរហ័សហើយការប្រើប្រាស់នៅ command ប្រមាណដែរនេះគឺវាមានតំណែងគ្នាយើងអាចប្រើប្រាស់នៅក្នុង
នៅក្នុងពេលណាមួយហើយនៅមេរៀនក្រោយខ្ញុំនឹងបង្ហាញទាក់ទង comment មួយចំនួនទៀតហើយយើងនឹងទស្សន៍រូបដើម្បីអនុវត្តនៅលំហាត់រៀនបន្តតែមានរូបច្រើនបងប្អូនយកទៅរៀនខ្លួនឯងបាទអរគុណខ្ញុំគ្មានអ្វីវែងឆ្ងាយទេយើងជួបគ្នានៅមេរៀនក្រោយទៀត